ការសម្អាតផ្ទះបាយបោសច្រាសទុកដាក់ក្នុងផ្ទះរៀបចំក្នុងផ្ទះឬមួយក៏គក់សម្លៀកបំពាក់លាងចានឆ្នាំងរៀបចំកន្លែងគេបើសិនជាអ្នកមានប្តីប្រពន្ធដែលបានគិតថាជាការងាររួមគឺល្អមែនទែនបើសិនជាគិតអញ្ចឹងទាំងអស់ដោយសារអីមនុស្សស្រីបងប្អូនដូចចាស់គាត់និយាយអញ្ចឹងគាត់ថាស្ត្រីវិលជាក្រានមិនជុំការងារគាត់ច្រើនណាបោសច្រាសទុកដាក់ក្នុងផ្ទះថែមទាំងរៀបចំបាយទឹកជូនដល់ប្តីនិងកូនអានឹងស្ត្រីសម័យមុននេះណាបងប៉ុន្តែងាកមកមើលស្ត្រីសម័យបច្ចុប្បន្នខ្ញុំអត់ទៅនិយាយអ្នកណាវែងឆ្ងាយច្រើនខ្ញុំនិយាយតែប្តីប្រពន្ធខ្ញុំឲ្យបងប្អូនប្តីប្រពន្ធខ្ញុំនិយាយទៅការងារអីគឺចេះដូចគ្នាហើយធ្វើបានដូចគ្នាទៀតមិនថាការដាំស្លការមើលថែទាំកូនការរៀបចំទុកដាក់ក្នុងផ្ទះបោកកៅអៅលាងចានជូតផ្ទះអីហ្នឹងគឺប្តីប្រពន្ធខ្ញុំគឺធ្វើស្មើដៃគ្នាតែម្ដងអត់មានថាអានេះការងារប្តីអានោះការងារប្រពន្ធទេអត់មានថាការងារប្រពន្ធឬមួយក៏ការងារប្តីការងាររួមតែម្ដងប៉ុន្តែមនុស្សប្រុសមួយចំនួនសម័យឥឡូវតែងតែប្រកាន់ការងារប្រពន្ធការងារប្តីទៅធ្វើការងារនៅក្រៅរកលុយឲ្យប្រពន្ធនៅផ្ទះត្រូវតែមើលថែទាំកូនទុកដាក់ផ្ទះសវែងអញ្ចឹងប្រុសបែបហ្នឹងឲ្យតែពេលមកពីធ្វើការហត់គឺតែងតែមកដល់មួម៉ៅនៅពេលដែលឃើញបាយសម្លអត់ទាន់បានឆ្អិនឬមួយក៏ឃើញកៅអៅផ្ទះអីឬថាអញអញអីមកដល់ឃើញគឺអារម្មណ៍អត់ល្អដោយសារគាត់ប្រកាន់ការងារប្រពន្ធឬមួយក៏ការងារប្តីចុះបើសិនជាយើងឃើញមកដល់ប្រពន្ធធ្វើការងារហត់អត់បានរៀបចំផ្ទះសម្បែងស្អាតគាត់ឡាយតែទុកដាក់កៅអៅបោសបន្ទប់គេងអីអញ្ចឹងហើយឬមួយក៏គាត់ឡាយដាំស្លអញ្ចឹងអាក្នុងផ្ទះរាយប៉ាយហ្នឹងគាត់អត់តបានរៀបចំសាប់តែមកដល់ប្តីឃើញអីពេញចិត្តទាស់ចិត្តអីទៅឆ្លោះគ្នាវិញអញ្ចឹងណាអាហ្នឹងហើយគេហៅថាការងារប្រចាំគ្នារវាងប្តីប្រពន្ធនៅក្នុងផ្ទះរួមជាមួយគ្នាយើងមកពីធ្វើការហត់ផឹកទឹកឲ្យបាត់ហត់បន្តិចហើយយើងជួយប្រពន្ធយើងមកយើងអង្គុយសម្រាប់បាត់ហត់មកពីធ្វើការ15នាទីកន្លះម៉ោងបន្ទាប់ពីយើងសម្រាប់បាត់ហត់ហើយយើងជួយប្រពន្ធយើងមកបើឃើញគ្នាជាប្រពន្ធនេះរវល់ហើយយើងជាប្តីហ្នឹងយើងអាចជួយបានក៏យើងជួយបើថាយើងមកដល់អត់ស្រួលខ្លួនឈឺយើងសម្រាប់ទៅប្រាប់ប្រពន្ធយើងទៅចាំបាច់មកឡូឡាជេរបតិចឌីលប្រពន្ធសិតតាឲ្យនៅផ្ទះធ្វើប៉ុណ្ណឹងក៏ធ្វើមិនកើតសាឲ្យអាមនុស្សប្រុសហ្នឹងនៅផ្ទះឲ្យធ្វើការងារប្រពន្ធដែលធ្វើជាប្រចាំហ្នឹងបើធ្វើបាន3ថ្ងៃខ្ញុំកោតបងប្អូនឲ្យវាធ្វើដំរីឲ្យជីអញ្ចឹងខ្ញុំនិយាយមុនហ្នឹងគឺខ្ញុំលើកឡើងតែចំពោះប្តីដែលប្រកាន់ការងារប្រពន្ធប្តីដែលគេហៅថាបែងចែកការងារប្តីឬមួយប្រពន្ធណាអញ្ចឹងប្តីប្រភេទហ្នឹងគឺអត់ដែលដឹងថាប្រពន្ធលំបាករបៀបណាទេអត់ដែលដឹងថាប្រពន្ធធ្វើការងារផ្ទះហ្នឹងវាច្រើនមុខវារញ៉េរញ៉ៃវាហត់វានៅអីគឺអត់ដឹងទេតែខ្ញុំសំណាងដែរបងប្អូនដែលអត់បានប៉ះចំប្តីបែបប្រកាន់ការងារប្រពន្ធការងារប្តីគឺសំណាងដែរបងប្អូនបើសិនជាប៉ះអញ្ចឹងអីចប់ហើយគ្មានបានរស់នៅជាមួយគ្នាចោះសម្រងមកដល់ឥឡូវទេអញ្ចឹងបានថាបុណ្យរបស់មនុស្សស្រីគឺបានស្វាមីដែលយល់ចិត្តស្វាមីដែលចេះជួយទុកធរៈនៅក្នុងផ្ទះមិនថាការងារក្នុងផ្ទះដូចជាបោកកៅអៅលាងចានជូតផ្ទះធ្វើម្ហូបជួយមើលកូនអីអញ្ចឹងអានឹងហើយជាសុភមង្គលក្តីសុខនៅក្នុងគ្រួសារហើយស្ត្រីគ្រប់រូបគឺតែងតែប៉ងប្រាថ្នាចង់បានគ្រួសារដែលមានភាពពេញលេញមានសុភមង្គលចេះជួយទុកធរៈគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់លើកឡើងតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំជូនពរឲ្យពុកម៉ែបងប្អូនមានសំណាងល្អសុខភាពល្អតែបើបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូអ្វីចែករំលែកទៀតអាច comment ខាងក្រោមវីដេអូខ្ញុំនឹងធ្វើបន្តឲ្យបងប្អូនមើលទៀតណា